ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់អារ៉ាប៊ីសាអូឌីតនៅពេលនេះវាមិនមែនជាព្រឹត្តិការណ៍ការទូតធម្មតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការវិវត្តដ៏ស្មុគស្មាញនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលមានអាយុកាលជិតមួយសតវត្សរ៍មកហើយសំណួរសួរថាតើទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតមានប្រវត្តិនិងប្រយោជន៍យុទ្ធសាស្ត្របែបណាសម្រាប់ប្រទេសទាំងពីរអស្សឡាមអាឡៃគុំសួស្តីបងប្អូនអរគ្នាក្នុងคลิปវីដេអូនេះខ្ញុំនឹងសាកល្បងឆ្លើយនឹងសំណួរនេះដើម្បីចែកជូនដល់អ្នកនិយមតាមដានព័ត៌មានអន្តរជាតិជាពិសេសព័ត៌មាននៅមជ្ឈមបូព៌ាសម្រាប់ធ្វើជាមូលដ្ឋានព្រះរិះពិចារណាដល់អ្នកគ្នាប៉ុន្តែទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិកដូចខ្ញុំបានលើកឡើងខាងដើមគឺវាមានប្រវត្តិយូរអង្វែងមកហើយគឺជាសម្ព័ន្ធភាពដ៏យូរអង្វែងនិងមានអាយុកាលជិត100ឆ្នាំមកហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនេះត្រូវបានកសាងឡើងលើមូលដ្ឋាននៃផលប្រយោជន៍យុទ្ធសាស្ត្រគ្នាទៅវិញទៅមកទោះពេលខ្លះទំនាក់ទំនងរវាងប្រទេសទាំងពីរពេលខ្លះទៅមានភាពតានតឹងហើយក៏មានការខ្វែងគំនិតគ្នាក៏ដោយដូច្នេះយើងដើម្បីយល់ដឹងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែច្បាស់យើងគួរតែត្រឡប់ទៅមើលប្រវត្តិសាស្ត្រសង្ខេបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តិចសិនតើទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់ផ្ដើមនៅពេលណាគេអាចនិយាយបានថាក្របពូជនៃទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតត្រូវបានដាំចាប់តាំងពីទសវត្សរ៍ឆ្នាំ1930តាមរយៈកិច្ចព្រមព្រៀងសម្បទានរុករកប្រេងនៅឆ្នាំ1933នៅពេលនោះមានក្រុមហ៊ុនរុករកប្រេងអាមេរិកមួយដែលមានឈ្មោះថា Standard Oil of California ហើយក្រោយមកហ្នឹងបានក្លាយជាក្រុមហ៊ុន Chevron បានទទួលសិទ្ធិសម្បទានពិសេសអំពីព្រះមហាក្សត្រអាប់ឌុលអាស៊ីសអាលីស៊ូអ៊ូតនៅពេលនោះដែលជាបិតាស្ថាបនិកនៃអារ៉ាប៊ីសាអូឌីតថ្មីហ្នឹងហើយកិច្ចព្រមព្រៀងនេះគឺជាការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយដែលនាំឲ្យមានការរុករកប្រេងទ្រង់ទ្រាយធំនៅក្នុងអារ៉ាប៊ីសាអូឌីតនៅក្នុងឆ្នាំ1938ដែលជាចំណុចរបត់ធំមួយសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសអារ៉ាប់មួយនេះហើយក៏ជាផលប្រយោជន៍ដ៏សំខាន់របស់សហរដ្ឋអាមេរិកផងដែរប៉ុន្តែទំនាក់ទំនងនយោបាយទំនាក់ទំនងការទូតនយោបាយពិតប្រាកដគឺចាប់ផ្ដើមឡើងក្នុងជំនួបរវាងប្រធានាធិបតីអាមេរិកលោក Franklin Roosevelt និងព្រះមហាក្សត្រ Abdul Aziz Ali Saud នៅលើនាវាចម្បាំងមួយនៅក្នុងឆ្នាំ1945ឯណោះទេអញ្ចឹង33គឺជាទំនាក់ទំនងសេដ្ឋកិច្ចហើយឆ្នាំ1945ទើបមានទំនាក់ទំនងនយោបាយការទូតពិតប្រាកដនៅក្នុងជំនួបរវាងប្រធានាធិបតី Roosevelt និងព្រះមហាក្សត្រ Abdul Aziz Ali Saud គួររំលឹកផងដែរថាជំនួបរវាងមេដឹកនាំទាំងពីរបានកើតឡើងក្នុងបរិបទក្រោយសង្គ្រាមលោកទី2ដែលនៅពេលនោះសហរដ្ឋអាមេរិកគឺជាមហាអំណាចដែលទើបតែរះថ្មីជំនួសឲ្យចក្រភពអង់គ្លេសនិងបារាំងហើយសហរដ្ឋអាមេរិកក៏បានមើលឃើញអំពីអត្ថប្រយោជន៍ដ៏ធំធេងសំខាន់ដ៏ធំធេងនៃប្រភពប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់កំណើនសេដ្ឋកិច្ចនិងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនហើយសពពេលជាមួយគ្នាអារ៉ាប៊ីសាអូឌីតដែលជារដ្ឋកើតថ្មីផងដែរគឺជារដ្ឋកើតថ្មីផងដែរក៏មើលឃើញពីអត្ថប្រយោជន៍ដ៏ធំធេងក្នុងការកសាងទំនាក់ទំនងរវាងមហាអំណាចថ្មីដូចជាសហរដ្ឋអាមេរិកនេះដើម្បីធានាសន្តិសុខនិងស្ថិរភាពក៏ដូចជាអធិបតេយ្យភាពរបស់ខ្លួនក្នុងជំនួបរវាងប្រធានាធិបតី Roosevelt និងព្រះមហាក្សត្រ Abdul Aziz Ali Saud នៅពេលនោះគឺបានចាក់គ្រឹះសម្រាប់កិច្ចព្រមព្រៀងមិនផ្លូវការមួយដែលត្រូវបានគេស្គាល់ថាកិច្ចព្រមព្រៀងប្រេងសម្រាប់សន្តិសុខដែលគេហៅតាមភាសាអង់គ្លេសថា Oil for Security ដោយកិច្ចព្រមព្រៀងនេះបានចែងថាអារ៉ាប៊ីសាអូឌីតដែលជាប្រទេសមានប្រភពប្រេងមហាសាលនឹងធានាផ្គត់ផ្គង់ប្រេងដល់សហរដ្ឋអាមេរិកនិងទីផ្សារពិភពលោកហើយជាថ្នូរមកវិញសហរដ្ឋអាមេរិកដែលជាមហាអំណាចថ្មីថ្មោងនោះត្រូវធានាសន្តិសុខដល់អារ៉ាប៊ីសាអូឌីត
ក៏ដូចជាប្រឆាំងនឹងការគម្រាមកំហែងពីខាងក្រៅនិងជួយរក្សាស្ថិរភាពក្នុងតំបន់ទាំងមូលនៅក្នុងសម័យសង្គ្រាមត្រជាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរបានវិវត្តទៅដល់មួយកម្រិតទៀតហើយសម្ព័ន្ធភាពនេះគឺកាន់តែមានសារៈសំខាន់ដោយអារ៉ាប៊ីសាអូឌីតបានក្លាយជាប្រទេសបង្គោលក្នុងការប្រយុទ្ធប្រឆាំងឥទ្ធិពលកុម្មុយនីសនៅមជ្ឈិមបូព៌ានិយាយជារួមក្នុងសម័យសង្គ្រាមត្រជាក់ដោយសម័យសង្គ្រាមត្រជាក់សហរដ្ឋអាមេរិកបានចាត់ទុកអារ៉ាប៊ីសាអូឌីតគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយទប់ស្កាត់ដែលហៅថា containment policy នៃការរីករាលដាលកុម្មុយនីសនៅមជ្ឈិមបូព៌ាទោះយ៉ាងណានៅទសវត្សរ៍ឆ្នាំ1970នៅក្នុងរជ្ជកាលព្រះមហាក្សត្រ Faisal bin Abdul Aziz ទំនាក់ទំនងទាំងពីរហាក់មិនសូវល្អប្រហែលទេមានន័យថាធ្លាក់ទំនាក់ទំនងទាំងពីរគឺមិនសូវល្អទេមូលហេតុគឺព្រះអង្គស្ដេច Faisal ហ្នឹងគាត់បានធ្វើការសម្រេចចិត្តដ៏ក្លាហានមួយគឺការកាត់បន្ថយការពុតព្រេងទៅឲ្យសហរដ្ឋអាមេរិកក្រោមដោយដើម្បីប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះបញ្ហាប៉ាឡេស្ទីនគឺដែលសហរដ្ឋអាមេរិកនៅពេលនោះគឺមានភាពលំអៀងខ្លាំងទៅភាគីអ៊ីស្រាអែលក្នុងបញ្ហាប៉ាឡេស្ទីនរឿងនេះបានធ្វើឲ្យការកាត់បន្ថយផ្គត់ផ្គង់ប្រេងទៅឲ្យសហរដ្ឋអាមេរិកនេះបានធ្វើឲ្យសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូលគឺមានការលំបាកហើយក៏បានបង្ហាញពីឥទ្ធិពលដ៏សំខាន់របស់សហរដ្ឋអាមេរិករបស់អារ៉ាប៊ីសាអូឌីតក្នុងឆាកនយោបាយពិភពលោកនិងបានធ្វើឲ្យអាមេរិកដឹងពីភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយនឹងអារ៉ាប៊ីសាអូឌីតផងដែរដូច្នេះទើបប្រធានាធិបតីអាមេរិកលោក Nixon នៅពេលនោះក៏បានធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីតដើម្បីស្ដារទំនុកចិត្តនិងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរទោះបីជាមានភាពតានតឹងក៏ដោយក្រោយមកនៅឆ្នាំ1979ក៏មានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកផងដែរគឺប្រធានាធិបតី Jimmy Carter ដែលបានបន្តផ្ដោតលើបញ្ហាប៉ាឡេស្ទីនដែលជាប្រធានបទដ៏សំខាន់សម្រាប់អារ៉ាប៊ីសាអូឌីតនិងពិភពអារ៉ាប់ទាំងមូលផងដែរលុះក្នុងរជ្ជកាលក្នុងសម័យកាលប្រធានាធិបតី George W. Bush ដែលជាឪពុកក្នុងឆ្នាំ1990និងឆ្នាំ1992នៅមជ្ឈិមបូព៌ាមានព្រឹត្តិការណ៍មួយសំខាន់គឺការឈ្លានពានអ៊ីរ៉ាក់ទៅលើគូវេតគឺការឈ្លានពានអ៊ីរ៉ាក់ដែលដឹកនាំដោយសាដាមហ៊ូសេនទៅលើគូវេតនៅក្នុងឆ្នាំ1990ហើយព្រឹត្តិការណ៍នេះបានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតបានឈានដល់មួយកម្រិតផ្សេងទៀតដោយអារ៉ាប៊ីសាអូឌីតបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យកងទ័ពរបស់សហរដ្ឋអាមេរិកអាចចរជើងនៅលើទឹកដីរបស់ខ្លួនបានបើតាមអ្នកវិភាគព្រឹត្តិការណ៍ការឈ្លានពានរបស់អ៊ីរ៉ាក់នៅគូវេតនៅសម័យកាលនោះគឺជាព្រឹត្តិការណ៍មួយសំខាន់ដែលបានកែប្រែមុខមាត់ដែលបានគូសវាសគោលនយោបាយរបស់បណ្ដាប្រទេសនៅមជ្ឈិមបូព៌ាបន្តមកទៀតនៅសម័យកាលរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ាពីឆ្នាំ2009ដល់ឆ្នាំ2016ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រែមិនសូវល្អទេគឺមិនមានល្អប្រហែលទេដោយសារតែគោលនយោបាយរបស់ប្រធានាធិបតីរូបនេះដែលបានសម្រេចនៅកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរហើយដូចយើងដឹងស្រាប់ហើយអ៊ីរ៉ង់គឺជាគូប្រជែងឥទ្ធិពលដ៏សំខាន់ចំពោះអារ៉ាប៊ីសាអូឌីតហើយការសម្រេចកិច្ចព្រមព្រៀងនេះបានធ្វើឲ្យអារ៉ាប៊ីសាអូឌីតមិនពេញចិត្តទេចំពោះគោលនយោបាយបែបនេះហើយក៏ធ្វើឲ្យអារ៉ាប៊ីសាអូឌីតព្រួយបារម្ភយ៉ាងខ្លាំងដែលខ្លាចអ៊ីរ៉ង់មានឥទ្ធិពលនិងបង្កគ្រោះថ្នាក់ដល់ខ្លួនដូច្នេះជារួមនៅក្នុងសម័យកាលបារ៉ាក់អូបាម៉ាគឺទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងអាមេរិកគឺមិនសូវល្អប្រហែលទេបើទោះបីជាបារ៉ាក់អូបាម៉ានឹងបានទៅទស្សនកិច្ចអារ៉ាប៊ីសាអូឌីតច្រើនដងក៏ដោយក្រោយសម័យកាលលោកអូបាម៉ាបានកន្លងផុតទៅនៅឆ្នាំ2017គឺនៅពេលដែលគឺជាអាណត្តិទី1របស់លោកដូណាល់ត្រាំដែលបានក្លាយជាចៅហ្វាយសិទ្ធិវិមាន
នៅពេលនោះគឺទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតគឺមានការល្អប្រសើរឡើងវិញដោយលោកដូណាល់ត្រាំបានបង្ហាញបំណងចង់ធ្វើឲ្យទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតមានភាពស្និទ្ធស្នាលឡើងវិញក្រោយពីមានភាពរកម្មរកុសខ្លះនៅក្នុងសម័យកាលរបស់លោកអូបាម៉ាហើយនៅក្នុងអាណត្តិទី1របស់លោកដូណាល់ត្រាំនោះលោកក៏បានទៅធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតដែរហើយក្នុងអាណត្តិគាត់ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនណាជាពិសេសគឺកិច្ចព្រមព្រៀងលក់អាវុធដ៏ធំទៅឲ្យអារ៉ាប៊ីសាអូឌីតផងដែរហើយជាពិសេសមូលហេតុដែលធ្វើឲ្យអាណត្តិទី1របស់ដូណាល់ត្រាំដែលធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតបានល្អប្រសើរដែរហ្នឹងគឺគោលនយោបាយរបស់លោកដូណាល់ត្រាំហ្នឹងគឺប្រឆាំងនឹងអ៊ីរ៉ង់ខ្លាំងដោយលោកដូណាល់ត្រាំបានសម្រេចដកខ្លួនដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឆ្នាំអ៊ីរ៉ង់ដែលបញ្ហានេះគឺបន្តរហូតដល់សប្តាហ៍ថ្ងៃនេះក្រោយមកទៀតនៅក្រោយចប់សម័យលោកក្រោយចប់អាណត្តិទី1របស់លោកដូណាល់ត្រាំក៏មកដល់អាណត្តិរបស់ប្រធានាធិបតីโจ Biden ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងសម័យលោកโจ Biden នេះក៏មិនសូវខុសពីលោកអូបាម៉ាដែរមានន័យថាទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងសម័យលោកโจ Biden គឺក៏មិនសូវល្អដែរដោយសារតែលោកโจ Biden គឺបានរិះគន់យ៉ាងខ្លាំងទៅលើប្រទេសអារ៉ាប៊ីសាអូឌីតទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សហើយឥឡូវនេះគឺជាអាណត្តិទី2របស់លោកប្រធានាធិបតីដូណាល់ត្រាំដែលទើបតែបានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចជាដើមដូច្នេះសំណួរសួរថាតើទំនាក់ទំនងរវាងប្រទេសទាំងពីរបានបង្កប់នៅអត្ថប្រយោជន៍យុទ្ធសាស្ត្របែបណាសម្រាប់សហរដ្ឋអាមេរិកអ្នកវិភាគបានមើលឃើញថាសហរដ្ឋអាមេរិកមានប្រយោជន៍យុទ្ធសាស្ត្រចំនួន4ក្នុងការកសាងទំនាក់ទំនងល្អជាមួយអារ៉ាប៊ីសាអូឌីតទី1គឺការធានាសន្តិសុខធម្មពលដូចយើងដឹងហើយថាអារ៉ាប៊ីសាអូឌីតគឺជាប្រទេសផលិតប្រេងដ៏ធំមួយហើយមានឥទ្ធិពលខ្លាំងទៅលើតម្លៃប្រេងពិភពលោកតាមរយៈអង្គការ OPEC ដែលជាអង្គការវិជាសម្ព័ន្ធមិត្តផលិតប្រេងនិងនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកនោះហើយការរក្សាទំនាក់ទំនងល្អជាមួយអារ៉ាប៊ីសាអូឌីតជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងក្នុងទីផ្សារសកលដែលមានផលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិកនេះជាប្រយោជន៍ទី1ប្រយោជន៍ទី2គឺដៃគូសន្តិសុខនិងការប្រឆាំងសត្រូវរួមនៅក្នុងតំបន់អារ៉ាប៊ីសាអូឌីតគឺជាដៃគូសំខាន់មួយក្នុងការជួយអាមេរិកក្នុងការប្រយុទ្ធជាមួយនឹងក្រុមផ្សេងដែលខ្លួនចាត់ទុកថាជាភារវករនិងប៉ះពាល់ទៅដល់សន្តិសុខរបស់សហរដ្ឋអាមេរិកជាពិសេសអារ៉ាប៊ីសាអូឌីតគឺជាដៃគូយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់ដែលអាមេរិកចាត់ទុកថាជាដៃគូដែលចាត់ទុកថាជាសត្រូវនៅក្នុងតំបន់មជ្ឈិមបូព៌ាប្រយោជន៍ទី3គឺឥទ្ធិពលភូមិសាស្ត្រនយោបាយប៉ុន្តែការធ្វើមិត្តជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីតដែលជាប្រទេសមានឥទ្ធិពលនៅមជ្ឈិមបូព៌ាជាប្រទេសដែលសម្បូរប្រេងនិងជាប្រទេសដែលមានឥទ្ធិពលខ្លាំងផ្នែកសាសនាអ៊ីស្លាមវាជួយឲ្យអាមេរិកមានសម្លេងនិងអាចសម្រេចគោលដៅនយោបាយរបស់ខ្លួននៅទីនោះបានចំណែកប្រយោជន៍ទី4គឺប្រយោជន៍សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតបានទិញអាវុធយុទ្ធភ័ណ្ឌជាច្រើនពីអាមេរិកការលក់នេះធ្វើឲ្យក្រុមហ៊ុនអាមេរិកចំណេញហើយប្រជាជនអាមេរិកក៏មានការងារធ្វើច្រើនក្នុងវិស័យការពារជាតិមិនតែប៉ុណ្ណោះប្រទេសទាំងពីរគឺមានការបណ្ដាក់ទុនរកស៊ីជាមួយគ្នាផងដែរនេះជាប្រយោជន៍យុទ្ធសាស្ត្រទាំង4សម្រាប់សហរដ្ឋអាមេរិកក្នុងការកសាងទំនាក់ទំនងល្អជាមួយអារ៉ាប៊ីសាអូឌីតចំណែកអារ៉ាប៊ីសាអូឌីតតើបានទទួលប្រយោជន៍យុទ្ធសាស្ត្រអ្វីក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចអាមេរិកទី1គឺការធានាសន្តិសុខជាតិនេះគឺជាអត្ថប្រយោជន៍ចម្បងបំផុតហើយវាគឺជាចំណុចសំខាន់ជាងគេផងដែរការធ្វើជាមិត្តជាមួយអាមេរិកប្រៀបដូចជាខ្នងបង្អែកដ៏រឹងមាំដូចយើងដឹងហើយថាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺមាន
ស្មុកស្មាញគឺមានភាពស្មុគស្មាញខ្លាំងអាមេរិកជួយការពារអារ៉ាប៊ីសាអូឌីតពីការគំរាមកំហែងពីប្រទេសផ្សេងៗក្នុងតំបន់ដូចជាអ៊ីរ៉ង់ឬក្រុមប្រដាប់អាវុធផ្សេងៗទៀតហើយការគ្រប់គ្រងនិងការសន្យាថានឹងការពារពីសំណាក់រដ្ឋអាមេរិកគឺធ្វើឲ្យអារ៉ាប៊ីសាអូឌីតនឹងមានស្ថិរភាពនិងមានសុវត្ថិភាពប្រយោជន៍ទី2សម្រាប់អារ៉ាប៊ីសាអូឌីតគឺការទទួលបានសភាវុធទំនើបនិងការបណ្ដោះបណ្ដាលយោធាប៉ុន្តែអារ៉ាប៊ីសាអូឌីតបានបញ្ជាទិញអាវុធទំនើបពីសហរដ្ឋអាមេរិកជាច្រើនហើយសហរដ្ឋអាមេរិកក៏បានជួយបង្រៀនកងទ័ពបង្រៀនកងទ័ពអារ៉ាប៊ីសាអូឌីតឲ្យមានសមត្ថភាពកាន់តែខ្លាំងដើម្បីការពារប្រទេសខ្លួនផងដែរប្រយោជន៍ទី3គឺការគ្រប់គ្រងផ្នែកនយោបាយនិងការទូតការធ្វើជាមិត្តជាមួយនឹងអាមេរិកជួយឲ្យអារ៉ាប៊ីសាអូឌីតមានឥទ្ធិពលនិងមានការទទួលស្គាល់កាន់តែច្រើននៅលើឆាកពិភពលោកហើយពេលមានកិច្ចប្រជុំសំខាន់អាមេរិកក៏អាចជួយនិយាយគ្រប់គ្រងនយោបាយការពាររបស់អាមេរិកផងដែរហើយប្រយោជន៍ទី4គឺស្ថិរភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍដោយសារតែមានអាមេរិកជួយធានាសន្តិសុខហើយទីផ្សារប្រេងដែលជាប្រភពចំណូលធំបំផុតរបស់ប្រទេសមួយនេះបានដំណើរការល្អវាបានជួយឲ្យសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតរីកចម្រើននិងមានស្ថិរភាពអស់ជាច្រើនឆ្នាំមកហើយដូច្នេះមកត្រឹមចំណុចនេះយើងអាចសន្និដ្ឋានបានថាទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតទោះពេលខ្លះមានមិនសូវល្អជាមួយគ្នាក៏ដោយក៏ប៉ុន្តែកត្តារុញច្រានឲ្យមេដឹកនាំនៃមហាអំណាចពិភពលោកដូចអាមេរិកនិងមហាអំណាចប្រេងដូចជាអារ៉ាប៊ីសាអូឌីតនេះអាចបន្តកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការបានគឺជាប្រយោជន៍យុទ្ធសាស្ត្រដូចយើងបានរៀបរាប់ខាងលើគឺសម្រាប់សហរដ្ឋអាមេរិកការធានាស្ថិរភាពទីផ្សារធម្មពលពិភពលោកការរក្សាសន្តិសុខក្នុងតំបន់មជ្ឈមបូព៌ាការទប់ស្កាត់ការគំរាមកំហែងពីសត្រូវរួមដូចជាអ៊ីរ៉ង់និងការរក្សាឥទ្ធិពលភូមិសាស្ត្រនយោបាយគឺជាអាទិភាពសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិកក្នុងការកសាងទំនាក់ទំនងល្អជាមួយអារ៉ាប៊ីសាអូឌីតចំណែកអារ៉ាប៊ីសាអូឌីតវិញការទទួលបាននូវការធានាសន្តិសុខជាតិពីមហាអំណាចយោធានិងការធ្វើទំនើបកម្មយោធាការគ្រប់គ្រងផ្នែកនយោបាយនិងការទូតព្រមទាំងស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនគឺមិនអាចខ្វះបានទេ